សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីវិធីធ្វើតែក្រហមទឹកដោះគោចំណុះ3លីត្រជាមួយនឹងរបៀបធ្វើចាហួយតែក្រហមសម្រាប់ធ្វើជា topping ដាក់ជាមួយតែក្រហមនឹងដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាតែក្រហមត្រាមេដៃតែក្រហមត្រានាគជាមួយនឹងម្សៅទឹកដោះគោឥឡូវនេះយើងក៏វាល់ទឹកចំនួន3លីត្ររួចហើយយើងក៏ចាក់ទឹករបស់យើង3លីត្រហ្នឹងចូលទៅក្នុងឆ្នាំងស្អាតមួយមករួចហើយយើងក៏ដាំទឹកនឹងឲ្យពុះខណៈពេលយើងរងចាំទឹកពុះយើងក៏មកថ្លឹងតែរបស់យើងដែលយើងប្រើជាមួយនឹងតែក្រហមត្រាមេដៃហ្នឹងចំនួន60ក្រាមអត់ដល់1ខាំណាបងប្អូនតែ60ក្រាមទេបន្តមកទៀតយើងក៏ប្រើជាមួយនឹងតែក្រហមត្រានាគចំនួន30ក្រាមបន្ថែមទៀតដាក់ដើម្បីពណ៌វាដិតស្អាតចឹងណារួចហើយយើងក៏ប្រើជាមួយនឹងម្សៅទឹកដោះគោចំនួន150ក្រាមរួចហើយទឹកដោះគោខាប់យើងប្រើចំនួន400មីលីលីត្រសម្រាប់ទឹក3លីត្រតែជាតិផ្អែមបន្ថែមបន្ថយបានតាមចំណូលចិត្តរៀងខ្លួនទេបងប្អូនហើយយើងក៏ប្រើជាមួយនឹងទឹកដោះគោស្រស់กระดาษចំនួន150មីលីលីត្របន្ថែមជាមួយនឹងទឹកដោះគោរាវខានេសិន150ទៀតមកអញ្ចឹងវាស្មើនឹង250បូកចូលគ្នាឥឡូវនេះយើងក៏មកទុកគ្រឿងនឹងមកកដប់យើងក៏មកថ្លឹងម្សៅចាហួយរូបត្រីរបស់យើងនេះចំនួន12ក្រាមដែលមកកញ្ចប់ហ្នឹងគឺ25ក្រាមអញ្ចឹងយើងថ្លឹង12ក្រាមកន្លះតែអញ្ចឹងនេះអត់មាន12ក្រាមកន្លះផងហ្នឹងអញ្ចឹងដាក់ទៅ12មកបានហើយរួចហើយយើងក៏ទុកពាក់កណ្ដាលទៀតដោយម្សៅចាហួយ12ក្រាមហ្នឹងគឺយើងប្រើទឹក1លីត្រណាប៉ុន្តែមុនដំបូងគឺយើងប្រើទឹកកន្លះលីត្រសិនវាល់ទឹកកន្លះលីត្រសិនចាក់ចូលក្នុងកូនឆ្នាំងមករួចហើយដាក់ម្សៅចាហួយមិញចូលកូរវាឲ្យសព្វហើយត្រាំវាសិនបងប្អូនអត់មានបើកភ្លើងបើកអីទេយើងក៏ដាក់ម្សៅចាហួយមួយទឹកកូរវាឲ្យត្រាំទុកចោលចឹងទៅតមកទៀតទឹកយើងក៏បានពុះហើយយើងក៏លើកទឹករបស់យើងមកហើយយើងចាក់តែរបស់យើងទាំងពីរប្រភេទនឹងចូលកូរតែជាមួយទឹកក្តៅដាំពុះនឹងឲ្យវារលាយចូលគ្នាបន្ទាប់មកបិទគម្របផ្ងំវាទុកចោល15ទៅ20នាទីទៀតឲ្យវាចេញជាតិអស់សិននៅពេលដែលតែរបស់យើងចេញជាតិហើយយើងក៏មកចាប់ផ្ដើមត្រងតែរបស់យើងមកបងប្អូនយើងយកស្បៃដែលញឹកស្បៃដែលញឹកអត់មានប្រហោងធំបងប្អូនមិនត្រង់ស្អាតដោយសារតែប្រភេទតែហ្នឹងគឺកាកតែវារៀងល្អិតណាបន្ទាប់ពីយើងត្រងរួចហើយយើងក៏ចាក់ម្សៅទឹកដោះគោចូលកូរចូលគ្នាឲ្យសព្វកន្លែងនេះបើអ្នកណាក៏ចង់ថែមអំបិលក៏បានដែរណាបងប្អូនលួចថែមអំបិលបន្តិចក៏បានដែរកូរចូលគ្នាឲ្យសព្វហើយយើងក៏ចាក់ទឹកដោះគោខាប់ចូលបន្ទាប់មកទៀតយើងក៏ចាក់ជាមួយនឹងទឹកដោះគោស្រស់របស់យើងចូលជាការស្រេចទុកចោលឲ្យវាត្រជាក់សិនចាំយើងយកវាមកច្រកដាក់ដបឥឡូវយើងទុកវាមួយឡែកសិនមកដល់ប្រភេទតែរបស់យើងដែលត្រងរួចមិញកាកតែហ្នឹងគឺយើងអត់តន់ចោលទេចាក់ចូលវិញទៅឬហើយយើងប្រើទឹកក្តៅដាំពុះចំនួនកន្លះលីត្រទៀត500មីលីលីត្រចាក់ចូលក្នុងតែហ្នឹងហើយគ្របវាទុកចោល5នាទីទៅ10នាទីទៀតសិនមកឲ្យវាចេញជាតិស្អស់ទៀតសិនបន្តមកទៀតយើងក៏មកចាប់ផ្ដើមត្រងតែទឹកទី2របស់យើងហ្នឹងយកមកធ្វើចាហួយតែក្រហមនេះបងប្អូនអញ្ចឹងសរុបទៅទឹកនៅក្នុងឆ្នាំងនេះកន្លះលីត្រក្នុងចានកន្លះលីត្រទៀតវា1លីត្រណាតើមកយើងក៏បើកភ្លើងកូរវារួចហើយយើងក៏បន្ថែមស្ករសចំនួន2ស្លាបព្រាកាត់កន្លះដែល1ស្លាបព្រាកាត់ស្មើនឹង1ស្លាបព្រាបាយហើយយើងក៏កូរម្សៅចាហួយរបស់យើងមួយទឹកនោះវាពុះរួចហើយយើងចាក់ទឹកតែក្រហមចូលប៉ុន្តែកន្លែងចាក់ទឹកតែក្រហមនឹងភ្លេចចុចថតបងប្អូនអញ្ចឹងហើយឥឡូវនេះចាក់រួចបាត់ហើយបន្ទាប់ពីយើងចាក់តែក្រហមចូលហើយយើងកូរវាទុកវាពុះមកពុះចេះមកបានហើយរួចហើយយើងក៏ដុសពពុះរបស់វាចេញដើម្បីដល់ពេលដែលយើងចាក់វាចូលទៅក្នុងចានដែកឬក៏ពុំអីហ្នឹងកុំឲ្យវាឡើងពពុះឡើងកកអញ្ចឹងណានេះយើងចាក់ចូលទៅក្នុងកធុនអ៊ីណុកអញ្ចឹងមកងាយស្រួលហើយយើងក៏ដួសពពុះឬក៏បំបែកពពុះវាចេញដួសវាអស់អញ្ចឹងមកណាបងប្អូនហើយយើងក៏ទុកវាឲ្យវាកកសិន10នាទី15នាទីក្រោយមកវាកកយើងក៏ចិតវាតូចមកដើម្បីងាយស្រួលដាក់នៅក្នុងដបរបស់យើងដបរបស់យើងមកតូចដែរអញ្ចឹងយើងហាន់វាតូចបងប្អូននេះហាន់ទាំងរាងធំផងបងប្អូនមានអារម្មណ៍ថាពិបាកច្រកចូលដបដែរដល់ពេលច្រកចូលដបវារាងពិបាកបងមិននេះទេបងប្អូនដួសអាប្រភេទចាហួយរបស់យើងចូលដបមុនទៅចាំដាក់ទឹកវាតាមក្រោយក៏បានដែរឥឡូវនេះតែក្រហមទឹកដោះគោចំណុះ3លីត្ររបស់យើងក៏បានរួចរាល់ហើយបងប្អូនបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុយឬក៏សម្ភារៈដូចក្នុងវីដេអូនេះអាចតាក់ទងបានខាង page នាងខ្ញុំបានដាក់នេះសូមចុច like page ឬក៏ជួយ subscribe channel YouTube អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា